នៅក្នុងភូមិដាច់ស្រយាលមួយនាជើងភ្នំហុំព័ទ្ធដោយព្រៃប្រឹក្សាខ្មៅស្ងាត់ពេលរាត្រីឈានមកដល់សេចក្តីស្ងប់ស្ងាត់ហាក់បីដូចជាមានវិញ្ញាណម្យ៉ាងកំពុងលាក់ខ្លួនចាំអន្ទាក់មនុស្សលោកនៅទីនោះចាស់តែងដំណើរពីខ្មោចម្យ៉ាងដែលមានរូបរាងគួរឲ្យខ្លាចរន្ធត់បំផុតគឺកំរាកតាមជំនឿតគ្នាកំរាកគឺជាខ្មោចដែលកើតចេញពីមនុស្សដែលស្លាប់ទាំងអយុត្តិធម៌ឬបានស្លាប់ដោយគ្រោះថ្នាក់ដែលមិនបានដឹងខ្លួនជាមុនហើយវិញ្ញាណនោះមិនព្រមទៅចាប់ជាតិបែរជាមកសន្ធិដ្ឋក្នុងសាកសពដែលស្អុយរលួយក្នុងដីនៅពេលយប់អាធ្រាត្រគេតែងឮសំឡេងកកេរដីយឺតចេញពីភ្នូរដែលនៅឆ្ងាយពីភូមិរូបរាងរបស់កំរាកពិតជាគួរឲ្យព្រឺក្បាលខ្លាំងណាស់ខ្លួនប្រាណរបស់វាខ្មៅរងើកសាច់ដុំស្វិតជាប់ឆ្អឹងនិងមានក្លិនស្អុយឆ្អេះដូចជាសពដែលគេទុករាប់ខែលក្ខណៈដែលគេសម្គាល់កំរាកបានច្បាស់បំផុតគឺវាចូលចិត្តលូនរំកិលខ្លួនយឺតតាមដីសក់វែងអូសដីរញ៉េរញ៉ៃបិទបាំងផ្ទៃមុខដែលមានភ្នែកក្រហមច្រាលដូចឈៀបវាមិនដើរត្រង់ដូចមនុស្សឡើយតែវាប្រើក្រចកដៃវែងមុតស្រួចខ្វាចដីទាញខ្លួនទៅមុខដែលជាហេតុធ្វើឲ្យគេហៅវាថាកំរាករៀងរាល់យប់ខែដាច់នៅពេលដែលពន្លឺព្រះច័ន្ទត្រូវបានបិទបាំងដោយពពកខ្មៅកំរាកតែងតែលូនចេញពីព្រៃចូលមកក្បែររបងផ្ទះអ្នកភូមិដែលមានក្លិនឈាមឬមានមនុស្សដែលមានរាសីដាក់សំឡេងខ្វាចជញ្ជាំងឈ្មោះក្រាកគឺជាសញ្ញាព្រមានថាវាកំពុងតែនៅខាងក្រៅផ្ទះហើយវាចូលចិត្តលួចស៊ីរបស់ស្អុយរលួយស៊ីសត្វពាហនៈដែលម្ចាស់ផ្ទះចងទុកចោលឬពេលខ្លះវាលូនចូលតាមប្រឡោះក្តារផ្ទះដើម្បីបឺតជញ្ជក់យកកម្លាំងព្រលឹងពីមនុស្សដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់អ្នកដែលត្រូវកំរាកលងឬបឺតយកព្រលឹងពេលដឹងខ្លួនឡើងតែងតែមានសភាពស្លេកស្លាំងគ្មានកម្លាំងកំហែងនិងមានអារម្មណ៍ថាធ្ងន់លើទ្រូងដូចជាមានអ្វីមកសង្កត់ទោះបីជាកំរាកគួរឲ្យខ្លាចយ៉ាងណាក៏ដោយក៏អ្នកភូមិមានវិធីការពារខ្លួនដែរគេជឿថាកំរាកខ្លាចពន្លឺភ្លើងចង្កៀងប្រេងកាតនិងខ្លាចស្លឹកមែកមនឬវត្ថុស័ក្តិសិទ្ធិដែលគ្រូអាចារ្យបានប្រសិទ្ធពរនៅតាមមាត់ទ្វារនិងបង្អួចគេតែងតែដាក់បន្លាឬវត្ថុមុតស្រួចព្រោះកំរាកមានស្បែកដែលងាយនឹងដាច់រលាត់ពេលលូនប៉ះរបស់ទាំងនោះរឿងរ៉ាវនៃខ្មោចកំរាកបានក្លាយជាការដាស់តឿនដល់កូនចៅក្នុងភូមិមិនឲ្យដើរលេងយប់ព្រលប់ជ្រៅឬដេកនៅទីវាលដែលគ្មានការការពារព្រោះយើងមិនដឹងទេថានៅក្រោមភាពងងឹតស្លុបនោះតើមានអ្វីខ្លះកំពុងលូនរំកិលមករកយើងដោយស្ងៀមស្ងាត់